និយាយមែនបងប្អូននៅពេលដែលចូលរួមជាមួយនឹងកម្មវិធីម្ដងណាជាពិសេសនៅសាលាមត្តេយ្យសិក្សាធនធានព្រៃវែងក្រុងអ្នកគ្រូគាត់ឲ្យមានមតិយោបល់ខ្ញុំចង់និយាយថាខ្ញុំអត់សូវចេះនិយាយអត់ដឹងថាគួរនិយាយបែបណាអីបែបណាហើយបើសិនជាផឹកមិញនិយាយទៅមានការខុសខ្វះចន្លោះខ្វះខាតអីក៏សូមអធិស្ឋានផងដែរព្រោះភាគច្រើនបានតែតាមទូរស័ព្ទចេះទេយើងមានប្រយោគមើលអីណាហើយដល់ពេលនៅនេះផ្ទាល់ហ្មងមានអារម្មណ៍ថាប្លែកពេលដែលនិយាយទៅមានអារម្មណ៍ថាខ្លាចខុសអីអញ្ចឹងណាហើយបើសិនជាតាមទូរស័ព្ទខុសក៏យើងអាចកាត់បានដែរអូវីដេអូនឹងដល់ណាដល់ណីទេឥឡូវត្រឡប់មកវីដេអូរបស់យើងវិញហើយផឹកមិញនេះគឺនាងខ្ញុំបានចូលរួមជាមួយនឹងកម្មវិធីនៅសាលាមត្តេយ្យសិក្សាធនធានព្រៃវែងក្រុងហើយសាលាមត្តេយ្យនេះគឺជាមត្តេយ្យរបៀបថាសហគមន៍ណាសាលាមត្តេយ្យសហគមន៍នេះគឺជាកន្លែងដ៏សំខាន់បំផុតសម្រាប់កូនតូចៗរបស់យើងមុនពេលដែលចូលរៀនធំហើយនៅទីនេះកូនៗរបស់យើងគឺគាត់អាចរៀនលេងពួកគាត់ហាត់ប្រាណរត់លេងនិងធ្វើសកម្មភាពផ្សេងៗដែលជួយឲ្យរាងកាយរបស់គាត់នឹងលូតលាស់បានល្អហើយពួកគាត់គឺចេះរៀនអក្សរលេខរៀនគិតតិចតួចណាហើយពួកគាត់គឺរៀនចេះលេងជាមួយមិត្តភ័ក្តិចេះចែករំលែកនិងមានអត្តចរិតល្អសាលារៀននេះគឺជារបស់យើងទាំងអស់គ្នាដែលនៅក្នុងភូមិឬក៏សហគមន៍នេះដូច្នេះដើម្បីឲ្យសាលារៀនល្អកូនៗបានរៀនស្រួលគឺទាមទារឲ្យមានការចូលរួមពីអ្នកទាំងអស់គ្នាជាពិសេសគឺឪពុកម្ដាយហេតុអីបានជាឪពុកម្ដាយគួរតែចូលរួមនៅពេលដែលឪពុកម្ដាយឬក៏អាណាព្យាបាលចូលរួមជាមួយសាលារៀនគឺមានប្រយោជន៍ដល់កូនៗនិងសាលារៀនខ្លាំងមែនទែនកូនៗរបស់យើងគឺកាន់តែឆ្លាតហើយកូននឹងឃើញថាម៉ាក់ប៉ាក៏យកចិត្តទុកដាក់លើការសិក្សារបស់គាត់ដែរធ្វើឲ្យពួកគេកាន់តែខំរៀននិងមានអារម្មណ៍ថាកក់ក្ដៅហ្មងហើយសាលារៀនរបស់យើងក៏កាន់តែស្អាតយើងអាចជួយសាលាសម្អាតជួសជុលរបស់របរដែលខូចនេះដូចជាស្ដែងអញ្ចឹងក៏ប៉ិតរោងកន្លែងលេងហ្នឹងគឺនៅចំកណ្ដាលដល់ពេលមើលទៅវាអត់ស្អាតអីអញ្ចឹងក៏កែច្នៃមកដាក់នៅខាងនេះវិញប៉ុន្តែគាត់ថាការលើកដាក់រោងហ្នឹងក៏ត្រូវការចំណាយក្នុងការជួជាងជួយដែរអញ្ចឹងចំណាយក្នុងការថវិកានៅរបស់សាលាហ្នឹងក៏មានខ្លះហើយដែរដូចបងប្អូនទៅប្រជុំព្រឹកមិញអញ្ចឹងគឺនិច្ចការក៏គាត់បានរៀបរាប់លម្អិតហើយថវិកាយើងសល់ប៉ុណ្ណាប៉ុណ្ណីអីយើងចាត់ចែងទៅលើអីគេខ្លះអញ្ចឹងគឺគាត់បានជំរាបហើយថវិការដ្ឋជាមូលដ្ឋានតែការចំណាយមានច្រើនជាងនេះសូមបងប្អូនជ្រាបថាទោះបីជារដ្ឋមានថវិកាឧបត្ថម្ភក្តីក៏សាលាត្រូវការចំណាយលើសេវាសំខាន់រាល់ខែដូចជាថ្លៃទឹកភ្លើង Wi-Fi អីដែរដើម្បីបើកទូរទស្សន៍បើកអីឲ្យកូនយើងទស្សនាណាហើយមួយទៀតសម្អាតអនាម័យបរិស្ថានផងដែរបរិច្ចាគតិចតួចផលប្រយោជន៍ធំធេងការចូលរួមថវិកាបន្តិចបន្តួចរបស់ប៉ាម៉ាក់គឺដើម្បីធានាថាកូនៗរបស់យើងអាចប្រើប្រាស់អ៊ីនធឺណិតបានពីព្រោះថានៅក្នុងគ្រប់ថ្នាក់ទាំងអស់សុទ្ធតែមានទូរទស្សន៍ទំនើបដែលអាចរៀនសូត្រតាមបច្ចេកវិទ្យានិងប្រើប្រាស់កង្ហារបាននៅចឹងការចូលរួមដោយស្ម័គ្រចិត្តនេះមិនមែនជាកាតព្វកិច្ចទេតែជាការចូលរួមដោយស្ម័គ្រចិត្តសប្បុរសធម៌ដើម្បីធានាបាននូវបរិយាកាសសិក្សាប្រកបដោយផាសុកភាពនិងគុណភាពខ្ពស់សម្រាប់កូនៗយើងគ្រប់គ្នាសាលាល្អមានកូនល្អលុយកាក់តិចតួចសម្រាប់អាណាព្យាបាលឬក៏ប៉ាម៉ាក់ចំណាយគឺស្មើនឹងការវិនិយោគលើឧបករណ៍ទំនើបនិងលទ្ធភាពដំណើរការប្រចាំថ្ងៃរបស់សាលាដើម្បីឲ្យកូនរបស់អាណាព្យាបាលម៉ាក់ប៉ាបានអ្វីដែលល្អបំផុត